ប្រជាពលរដ្ឋ300គ្រួសារក្នុងសង្កាត់ស្រងែទទួលបានអំណោយជាស្បៀងអាហារនិងថវិកាពីតំណាងរាស្ត្រសៀមរាបនៅព្រឹកថ្ងៃទី7 ខែមេសាឆ្នាំ2026នេះបងប្អូនប្រជាពលរដ្ឋចំនួន300គ្រួសាររស់នៅក្នុងសង្កាត់ស្រងែក្រុងសៀមរាបបានទទួលអំណោយជាស្បៀងអាហារនិងថវិកាពីឯកឧត្តមអ្នកអង្គការសៀងណាំអ្នកតំណាងរាស្ត្រសៀមរាបនិងលោកជំទាវក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងមកដល់នាពេលខាងមុខនេះឯកឧត្តមអ្នកអង្គការសៀងណាំបានមានប្រសាសន៍ថាក្នុងនាមជាតំណាងរាស្ត្រម្នាក់ដែលបងប្អូនបានផ្ដល់សេចក្តីទុកចិត្តគឺឯកឧត្តមមិនដែលបំភ្លេចសុខទុក្ខរបស់បងប្អូនឡើយគឺចង់បង្ហាញថារាជរដ្ឋាភិបាលកម្ពុជានិងតំណាងរាស្ត្រតែងតែនៅក្បែរបងប្អូនជានិច្ចមិនថាបងប្អូនស្ថិតក្នុងស្ថានភាពបែបណានោះទេឯកឧត្តមមានប្រសាសន៍បន្តថាទោះបីជាអំណោយដែលនាំមកចែកជូនបងប្អូននាថ្ងៃនេះមានដូចជាអង្គរសារ៉ុងនិងថវិកាដើម្បីជាការចែករំលែកនិងដើម្បីជួយសម្រាលការលំបាករបស់បងប្អូនបានមួយគ្រាជាពិសេសសម្រាប់ត្រៀមរៀបចំទទួលទេវតាឆ្នាំថ្មីឲ្យបានសប្បាយរីករាយនៅក្នុងគ្រួសារនាថ្ងៃខាងមុខនេះឯកឧត្តមអ្នកតំណាងរាស្ត្រក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមថែរក្សាសុខភាពឲ្យបានល្អបរិភោគសាញ់រស់នៅស្អាតព្រោះរដូវនេះជារដូវក្តៅហើយត្រូវបង្កើនការបង្កើនផលនិងខិតខំប្រកបរបរចិញ្ចឹមជីវិតដោយភាពអត់ធ្មត់ហើយសូមចូលរួមគោរពច្បាប់ចរាចរណ៍និងជៀសវាងល្បែងស៊ីសងផ្សេងៗក្នុងអំឡុងពេលបុណ្យចូលឆ្នាំដើម្បីសុវត្ថិភាពខ្លួនឯងនិងក្រុមគ្រួសារផងដែរ